155ថ្ងៃនៃការជាប់ឃុំ155ថ្ងៃនៃការរងចាំ155ថ្ងៃនៃការភ័យបារម្ភទីបំផុតទីហ៊ានកម្ពុជា18រូបដែលបដូរជីវិតការពារជាតិខ្មែរបានរួចផុតពីការឃុំឃាំងរបស់យោធាថៃវិលមកមាតុភូមិវិញតាមច្រកព្រំដែនព្រំខេត្តបៃលិននៅថ្ងៃទី31ខែធ្នូឆ្នាំ2025វីរៈយុទ្ធជនទាំង18នាក់ត្រូវកងទ័ពថៃចាប់ខ្លួនតាំងពីថ្ងៃទី29ខែកក្កដាឆ្នាំ2025នៅក្នុងដែនដីកម្ពុជាភ្លាមបន្ទាប់ពីមានបទឈប់បាញ់ដែលបញ្ឈប់ការប្រយុទ្ធគ្នាបង្ហូរឈាមជុំដំបូងរយៈពេល5ថ្ងៃការដោះលែងនេះបានកើតឡើងក្រោយពេលប្រទេសកម្ពុជានិងប្រទេសថៃបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមឆ្ពោះទៅរកបទឈប់បាញ់បន្ទាន់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025និងក្រោយពេលដែលភាគីទាំងពីរគោរពទៅតាមលក្ខខណ្ឌមិនផ្ទុះអាវុធរយៈពេល72ម៉ោងសម្រាប់ទាហានកម្ពុជាទាំង18នាក់ការឃុំខ្លួនបន្សល់ទុកនៅស្លាកស្នាមផ្លូវចិត្តដែលរូបថតមិនអាចផ្ដិតជាប់បានអ្នកជំនាញដែល News Today បានសាកសួរបានលើកឡើងដូចគ្នាថាអ្វីដែលពួកគាត់ត្រូវការដំបូងនៅពេលនេះគឺការសម្រាកការថែទាំសុខភាពនិងពេលវេលាជាមួយនឹងក្រុមគ្រួសាររបស់ពួកគាត់ដោយគ្មានសម្ពាធដោយស្ងៀមស្ងាត់ក្រោយផ្លូវចិត្តធូរស្រាលការសិក្សាពីរបៀបដែលការចាប់ខ្លួនបានកើតឡើងនិងរបៀបការពារហានិភ័យដែលអាចកើតមាននាពេលអនាគតនឹងក្លាយទៅជាមេរៀនដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែលត្រូវប្រទេសក្បែរខាងឈ្លានពានក្នុងសង្គ្រាមសម័យទំនើបការយកចិត្តទុកដាក់ចំពោះពួកគាត់មិនបញ្ចប់ត្រឹមនឹងទេអ្វីដែលពួកគាត់សមនឹងទទួលបានបន្ទាប់គឺស្ថិរភាពជីវិតជីវភាពសមរម្យដែលអាចគ្រប់គ្រងគ្រួសារធានាការអប់រំនិងការផ្ដល់ឱកាសក្នុងអាជីពជាពលទាហានដែលត្រូវតែបន្តក្រោយភ្លើងសង្គ្រាមរលត់កាតព្វកិច្ចទាំងនេះមិនត្រឹមតែសម្រាប់អ្នកទាំង18រូបដែលត្រូវបានដោះលែងនៅថ្ងៃនេះប៉ុណ្ណោះទេក៏ប៉ុន្តែសម្រាប់ទាហានកម្ពុជាគ្រប់រូបទាំងជួរមុខនិងជួរក្រោយដែលឈរការពារទឹកដីដោយមិនគិតសូម្បីជីវិតរបស់ខ្លួនបន្ថែមពីលើនេះលោកកិនភីអ្នកវិភាគកិច្ចការអន្តរជាតិនិងនយោបាយលើកឡើងថាបញ្ហាចម្បងបន្ទាប់ទៀតដែលត្រូវដោះស្រាយគឺទីតាំងឈរជើងនិងខ្សែបន្ទាត់ព្រំដែនខ្ញុំរស់សុធាពី News Today NTTV AG Food នឹងទទួលផលិតស្បៀងអាហារដែលអាចរក្សាទុកបានយូរនិងមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់បងប្អូនជនភៀសសាសក៏ដូចជាវរៈកងទ័ពអាហារដែលមានសុវត្ថិភាពសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូន